Vì bảo kê với bông bồn này cứ tụm đớp mình tên bông bồn bạc máu cứ bao chụp hiện bạc đi bông bồn á ắt bạc màu trẻ tế bà dùng bao máu cứ khơi từ lia mình tên á bà bông bồn mơ mở cứ mình chỉ tên á bông bồn cũng kết thà rồi Johnny mơ hàng trái tôi khơi thà tôi hai cũng kết thà chỉ ắt chỉ tê ta là mười những sạ chua từng cuối á bông bồn đường này cứ vậy lia khăn mình tên là vâng tại mà bông bồn miền sầm chắc bốn bẻm này ấy cứ ăn miền chỉ tê bà cứ chi mà xóm rôm tại mà đònสำหรับพวกไม้บองปอนเยอะในจองบานรถยนต์มาเครื่องบาตะไลกราวมวยเมินบาบองปอนอาจมาเมินจมูกนังกีเรบ้านโดยซาแต่รถยนต์นี้คือซ่อมใจช้านบาทมตะเลี้ยการดีกว่าขังขนมสะอาดบาให้ใบเดบเซนุบองปอนไอสนาบอลรถสดมา100 บานตู้แต่หมดไพ่ปรามแคทกรองแต่มาดองบาบองประจำแค่คือปีโรติกตู้เต้บองปอนเยอะ ជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះយើងមានគីរេឆ្នាំ2012ពីរគ្រឿងមកបង្ហាញជូនពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទខាងនេះពាក់កណ្ដាល full សម្រាប់ខាងនេះវិញជាប្រភេទ full option គីរេបច្ចុប្បន្នគឺពេញនិយមខ្លាំងមែនទែននៅក្នុងប្រទេសកម្ពុជាយើងណាបងប្អូនដោយសារតែរថយន្តនេះគឺសន្សំសំចៃខ្ពស់បាទការចំណាយចាក់សាំងក៏តិចសម្រាប់ខាងក្នុងក៏ទូលាយហើយគឺជាប្រភេទរថយន្តដែលមិនសូវធ្វើទុកអីច្រើនទេបាទអញ្ចឹងបងប្អូនយើងចាក់ទៅសាំងជិះទៅដល់ណាក៏ដល់ដែរណាបាទសម្រាប់ពុកម៉ែបងប្អូនយើងដែលចង់បានប្រភេទរថយន្តមួយគ្រឿងបាទយកទៅប្រើប្រាស់ជុំគ្រួសារបាទដឹកកូនទៅសាលាឬមួយក៏ជិះទៅធ្វើការអីបងប្អូនអាចងាកមកមើលជាមួយនឹងគីរេបានព្រោះដោយសារតែគីរេគឺវាមានលក្ខណៈពិសេសច្រើនមែនទែនដែលបងប្អូនមិនគួរមើលរំលងទេបងប្អូនណាបាទហើយតម្លៃវិញគឺសមរម្យមែនទែនពុកម៉ែបងប្អូនយើងទាំងអស់គ្នាតម្លៃក្រោម 10000 ទេបាទហើយយើងបានស្លឹកពុនទៀតអញ្ចឹងរថយន្តដែលតម្លៃក្រោម 10000 បងប្អូនមិនងាយមានរថយន្តដែលរូបរាងស្អាតបាទខាងក្នុងដែលគួរស្រស់ស្អាតបែបនេះទេបាទហើយសម្រាប់ពុកម៉ែបងប្អូនយើងដែលចង់បងរំលោះវិញបាទបងប្អូនអាចស្នើបងរំលោះសុទ្ធ 100% បាទមិនថាទិញដាច់ឬមួយក៏បងរំលោះទេគឺតម្លៃដូចគ្នាណាបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់បានបាទអញ្ជើញមកមើលផ្ទាល់មកបាទបងប្អូនមកសាកតេស្តមកជុំ2ជុំបាទស្រឡាញ់ពេញចិត្តចាំបងប្អូនដាក់ឯកសារមករំលោះក៏បានបងប្អូនចង់ទិញដាច់ក៏បានដែរហើយបងប្អូនដែលមានរថយន្តចង់វាយដូរក៏បានដូចគ្នាដែរបងប្អូនណាបាទអញ្ចឹងបងប្អូនតោះឥឡូវយើងមកមើលផ្នែកខាងក្នុងទាំងអស់គ្នាថាគីរេនេះមានលក្ខណៈពិសេសប៉ុណ្ណាខ្លះបងប្អូនមកមើលជាមួយខ្ញុំទាំងអស់គ្នាតោះនៅផ្នែកខាងក្នុងវិញបងប្អូនយើងគឺធំទូលាយខ្លាំងមែនទែនបាទការដេគ័ររៀបចំជាមកគឺស្រស់ស្អាតខ្លាំងមែនទែនទាំងចង្កូតដៃបាទមិនថាអេក្រង់បាទទាំងកន្លែងតឡើងសិនជាបិទសិនជាអីគឺស្រស់ស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនយើងបាទហើយផ្នែកខាងក្រោមនេះគឺយើងអាចដាក់ទូរស័ព្ទបាននេះខាងនេះយើងដាក់ទូរស័ព្ទមកបាទហើយនេះជាបេតុងកម្ដៅកៅអីចំណែកឯផ្នែកខាងលើវិញបងប្អូនយើងអាចដាក់អីវ៉ាន់បានទៀតនេះបងប្អូនយើងនេះដាក់បានទាំងសងខាងតែម្ដងអញ្ចឹងបងប្អូនដែលមានអីវ៉ាន់ច្រើនអីបងប្អូនអាចដាក់បានហើយកន្លែងនេះវិញបាទផ្នែកខាងនេះវិញយើងអាចដាក់ដៃបាននេះឃើញទេយើងដាក់ដៃមកយើងអាចបើកបរបានមកស្រួលតែម្ដងហើយកន្លែងនេះយើងអាចដាក់កែវទឹកបាននេះដាក់ឲ្យបានច្រើនទៀតបងប្អូនយើងបងប្អូនចូលមកខាងក្នុងបងប្អូនកុំគិតថាគីរេជាអៀតណាអត់ជាអៀតទេពុកម៉ែបងប្អូនយើងអង្គុយមកគឺទលាយមែនតើសម្រាប់កៅអីវិញគឺជាប្រភេទកៅអីស្បែកបាទរៀបចំមកស្រស់ស្អាតមែនតើណាបងប្អូនយើងតែឥឡូវយើងទៅមើលផ្នែកខាងក្រៅទាំងអស់គ្នាតាបងប្អូនទ្វាររបស់គេវិញបងប្អូនគឺទំនើបមែនតើបងប្អូនបើកមកគឺបើកចំហៀងបែបនេះបងប្អូនណាអត់បើកមកចេះទេបាទយើងបើកមកគឺឃើញទលាយមែនតើណាបាទបងប្អូនមើលគឺមិនជាអៀតទេណាបងប្អូនកុំគិតថារថយន្តនេះមើលខាងក្រៅទៅឃើញថាតូចហើយកុំគិតថាជាអៀតអត់ជាអៀតទេតែឥឡូវមើលយើងសាក់ជួរទៅអង្គុយបងប្អូនយើងនេះឃើញទេលាខ្លាំងមែនតើឡើងលវឹងតែម្ដងបងប្អូនមានសមាជិក 4-5 នាក់អីគឺអត់មានជាអៀតទេបាទគឺជិះមកសមរម្យតែម្ដងហើយសម្រាប់ការចំណាយសាំងវិញ100 គីឡូខ្ទង់5 ទៅ 6 លីត្រទេបងប្អូនយើងកម្រិតស៊ីសាំងរបស់វាគឺតិចមែនតើបាទហើយតែឥឡូវមកមើលផ្នែកក្រោយបន្តិចបងប្អូនយើងមកមើលក្រោយគេធំទលាយណាបងប្អូនអាចដាក់អីវ៉ាន់បងប្អូនទៅខេត្តទៅអីអាចដាក់អីវ៉ាន់បានមកវ៉ាលី 2-3 វ៉ាលីអីគឺបានអត់ជាទេណាបងប្អូនហើយមានកង់សកួរមានដូចមានអីមកឈុតតែម្ដងណាបងប្អូនយើងអញ្ចឹងសម្រាប់បងប្អូនដែលចង់បានបាទរថយន្តដែលតូចល្មមបាទមិនធំហើយចង់បានរថយន្តដែលសន្សំសំចៃច្រើនបងប្អូនអាចងាកមកមើលជាមួយនឹងគីរេបានណាបាទតែឥឡូវយើងងាកមកមើលជាមួយនឹងពណ៌ទឹកដោះគោនេះវិញជាប្រភេទ full option ថាខាងក្នុងរបស់គេមានផ្លែកន្លែងណាខ្លះតោះយើងទៅមើលដល់គ្នាបងប្អូនតោះ
បាទសម្រាប់មួយគ្រឿងនេះវិញគឺជាប្រភេទ full option អត់សូវជាខុសគ្នាប្រហែលទេបងប្អូនខាងក្នុងណាខុសតិចតួចតែប៉ុណ្ណោះបងប្អូននេះសម្រាប់ full option គឺមានបេតុងនៅលើចង្កូតនេះបាទហើយជាមួយនឹងកុងទ័រគឺជាប្រភេទelectronic អត់ប្រើកុងទ័រធម្មតាទេណាបងប្អូនហើយកន្លែងនេះគេមានកម្រិតម៉ាស៊ីនត្រជាក់ពាក់កណ្ដាល full យើងពវល់អញ្ចឹងទៅបាទនេះអត់ទេយើងប្រើបេតុងចុចតែម្ដងណាខុសគ្នាប៉ុណ្ណឹងហើយខាងលើនេះយើងអាចដាក់បានដូចគ្នាបាទมันជាខុសគ្នាប្រហែលទេខុសគ្នាតិចតួចមែនទេបងប្អូនយើងណាបាទអញ្ចឹងសម្រាប់បងប្អូនដែលចង់បានរថយន្តបាទប្រភេទ full option យក full option ទៅបងប្អូនចង់បានពាក់កណ្ដាល full ក៏យកពាក់កណ្ដាល full ទៅអត់ជាខុសគ្នាអីទេបាទគ្រាន់តែមួយទៀតបងប្អូនអូបច្ចៈមួយទៀតគឺខុសសោ smart key ណាបងប្អូនសម្រាប់full option គឺមាន smart key បើសម្រាប់ពាក់កណ្ដាលនោះអត់ smart key ទេយើងប្រើសោចុចណាបងប្អូនយើងអញ្ចឹងផ្នែកខាងមុខខាងក្រោយมันជាខុសគ្នាប្រហែលទេអញ្ចឹងបងប្អូនដែលស្រឡាញ់ចង់បានអាចអញ្ជើញមកមើលផ្ទាល់តេស្តផ្ទាល់បាទស្រឡាញ់ពេញចិត្តចាំដាក់ឯកសារបង់រំលោះក៏បានបងប្អូនចង់មកវាយដូរក៏បានចង់ទិញដាច់ក៏បានដែរហើយសម្រាប់ការបង់រំលោះវិញគឺយើងមានបង់រំលោះទូទាំង25ខេត្តក្រុងតែម្ដងអញ្ចឹងបងប្អូនដែលចង់បានស្រឡាញ់អីបាទមកមើលផ្ទាល់មកណាបងប្អូនបាទបងប្អូនមកបង់រំលោះសុទ្ធក៏បានបងប្អូនចូលរួមខ្លះក៏បានដែរហើយសម្រាប់សេវាបង់រំលោះវិញគឺយើងព្រីជូនពុកម៉ែបងប្អូនតែម្ដងតែឥឡូវចង់បានមកមើលមកណាបងប្អូនតោះមកមើលទាំងអស់គ្នាមក